លោកជំទាវជួប៊ុនអេងជំរុញឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព នាព្រឹកថ្ងៃទី 23 ខែកក្កដាឆ្នាំ 2026 លោកជំទាវ ជូប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិទទួលបន្ទុកខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី 1 និងលើកទិសដៅអនុវត្តបន្តឆ្នាំ 2026 ស្ដីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានសរុបជិត 500 នាក់ បើតាមការឲ្យដឹងពីលោកជាសុករិន អភិបាលរងខេនតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានបង្ហាញពីសន្តិសុខក្នុងខេត្តកំពង់ឆ្នាំងថាករណីបទល្មើសព្រហ្មទណ្ឌគ្រោះថ្នាក់ចរាចរណ៍អំពើហិង្សាក្នុងគ្រួសារនិងសកម្មភាពក្មេងទំនើងមានការថយចុះគួរឲ្យកត់សម្គាល់បើធៀបនឹងឆមាសទី 1 ឆ្នាំ 2025 កន្លងទៅទោះបីជាយ៉ាងណាបទល្មើសគ្រឿងញៀននៅតែបន្តមានការកើនឡើងដែលទាមទារឲ្យមានវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតខណៈបទល្មើសសេដ្ឋកិច្ចពុំមានការប្រែប្រួលនោះទេនៅក្នុងឱកាសនោះលោកជំទាវប្រធានអង្គប្រជុំជួប៊ុនអេងបានបើកវេទិកាឲ្យអាជ្ញាធរក្រុងស្រុកទាំង 8 លើកឡើងពីបញ្ហាប្រឈមជាក់ស្ដែងដើម្បីរួមគ្នាស្វែងរកដំណោះស្រាយភ្លាមៗទន្ទឹមនឹងនេះលោកជំទាវបានផ្ដល់អនុសាសន៍ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការយល់ដឹងពីទូនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់និងត្រូវប្រញាប់ប្រញាល់ដោះស្រាយសំណុំពរផ្សេងៗរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដើម្បីបង្កើនទំនុកចិត្តមកលើអាជ្ញាធរព្រមទាំងបន្តធ្វើជាគំរូល្អក្នុងសកម្មភាពសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ